សួរបងប្អូនថ្ងៃនេះបង្ហាញបងប្អូនម្ដងទៀតអំពីការរៀបចំកន្លែងដើម្បីចិញ្ចឹមខ្យងខ្ចៅខ្យងបឹងនិងខ្យងស្រែបាទក៏ប៉ុន្តែអត់ទាន់ដាក់ចិញ្ចឹមនៅឡើយទៀតដោយសារតែនៅក្នុងកូនបន្លែតូចៗនេះនៅមានខ្យងពងក្រហមបាទខ្យងពីប្រទេសជិតខាងរបស់យើងនៅឡើយអញ្ចឹងកម្ចាត់វាសិនហើយក៏នឹងមានកូនខ្ចៅតូចផងដែរអត់ទាន់បានយកមេពូជមកដាក់នៅឡើយទេដោយសារតែនេះឃើញមានកូនខ្ចៅតូចហើយដោយសារតែទៅតែយកកផ្លោកមកដាក់ហើយមានខ្យល់មែនទៅវារាយប៉ាយហើយអត់ទាន់បានកម្ចាត់ខ្យងពងក្រហមអស់ផងហើយនេះគឺដាក់តាមកូនបន្លែហ្នឹងគឺប្រឡោះខ្លះមានការលូតលាស់ល្អប្រឡោះខ្លះមានសត្វល្អិតមកស៊ីស្លឹកកផ្លោកអញ្ចឹងគឺដូចប្រឡោះនេះគឺល្អបាទដោះលូតលាស់ល្អដាក់ទៅបានមួយអាទិត្យទេទៅយកមកដាក់នៅក្នុងកូនបន្លែនេះអញ្ចឹងប្រសិនពេលគ្រប់កូនបន្លែមួយមានលក្ខណៈបែបនេះបានយើងដាក់មេពូជឬក៏ដាក់ពូជខ្យងខ្ចៅហើយនឹងខ្យងបឹងខ្យងស្រែបាទម្យ៉ាងទៀតដោយសារតែអត់ទាន់កម្ចាត់ខ្យងពងក្រហមនឹងអស់នៅឡើយទេអញ្ចឹងវីដេអូលើកក្រោយខ្ញុំនឹងបង្ហាញអំពីរបៀបដែលខ្ញុំកម្ចាត់តាមពិតមិនជាកម្ចាត់អីទេគ្រាន់តែយកវាចេញគឺយើងដាក់អាចថាមានបន្លែផ្អែមមានសបកអាឡឹកទុំអីចឹងជាដើមទៅហើយដាក់មកយប់ទៅវាមកស៊ីហើយយើងព្យាយាមយកវាចេញប៉ុណ្ណឹងឯងបាទអញ្ចឹងគឺបន្លោះនេះគឺភាសាយើងអត់បានដាក់រស័យខាំងវាគឺមានខ្យល់មានអីគឺវាប៉ាងរប៉ាត់រប៉ាយអញ្ចឹងដូចធ្លាប់បញ្ជាក់ជូនបងប្អូនដែរក្នុងកូនបន្លែតូចនេះគឺដោយសារថាខ្ញុំលើករងបដោយស្រែគឺប្រវែងវា100ម៉ែត្របាទអញ្ចឹងដាក់កផ្លោកអញ្ចឹងទៅគឺខ្យល់វាប៉ាងតាមទឹកអញ្ចឹងទៅវានៅរាយប៉ាយបាទអញ្ចឹងពេលណាកផ្លោកនឹងកើតហើយពេលណាដែលខ្ញុំចាប់ខ្យងពងក្រហមអស់ហើយនឹងដាក់បាទនេះគឺចង់បញ្ជាក់ថាខ្យងបឹងឬខ្យងស្រែនេះគឺចូលចិត្តស្លឹកបាសមែនតើបាទអញ្ចឹងខ្ញុំនឹងចាប់ពីកន្លែងនេះមួយចំនួនបំបែកពីកន្លែងនេះគឺទៅដាក់នៅកន្លែងថ្មីដែលខ្ញុំកំពុងរៀបចំនឹងឯងបាទអញ្ចឹងខ្ញុំនឹងបង្ហាញរបៀបចំធម្មជាតិអត់ប្រើតង់អត់ប្រើអាងថ្មអាងស៊ីម៉ង់អីទេគឺចិញ្ចឹមនៅក្នុងបឹងក្នុងបន្លែតែម្ដងបាទសូមអរគុណច្រើន